ភាសាចិនគេនិយាយថា每个人来到这个世上都有一个使命天生我材必有用ហើយលើលោកនេះម្នាក់ដែលមកលើលោកហ្នឹងគឺគាត់សិតតែមានកាតព្វកិច្ចទៅសិស្សដែលខ្ញុំធ្វើបញ្ជូនទៅរៀនហ្នឹងវាតែងតែមានសិស្សខ្លះគាត់អត់ស៊ាំសិស្សខ្លះជោគជ័យសិស្សខ្លះគាត់ត្រឡប់មកវិញហើយខ្ញុំបច្ចុប្បន្នក៏ខ្ញុំមានភាពសប្បាយរីករាយដែរបាទខ្ញុំប្រកបវិស័យអប់រំហ្នឹងតាំងពីឆ្នាំ2017រហូតមកដល់បច្ចុប្បន្នគឺបានបណ្ដុះធនធានមនុស្សបានជាច្រើនហើយក៏បានបញ្ជូនសិស្សខ្មែរយើងទៅរៀននៅប្រទេសចិនបានច្រើនហើយសាកលវិទ្យាល័យផ្សេងបានច្រើនហើយខ្លះគាត់បានត្រឡប់មកប្រទេសកម្ពុជាយើងវិញហើយគាត់ខ្លះបានចូលបម្រើការងារនៅស្ថាប័នរដ្ឋស្ថាប័នឯកជនឬក៏គាត់បានប្រកបអាជីវកម្មខ្លួនឯងសិស្សដែលធ្វើឲ្យខ្ញុំមានន័យថាចងចាំមិនភ្លេចបាទខ្ញុំធ្លាប់ជួយសិស្សដែលគាត់មកពីនៅតំបន់ខេត្តណាបាទខេត្តតំបន់ដាច់ស្រយាលហើយគាត់ហ្នឹងគឺរៀនជំនាញពេទ្យបាទរៀនជំនាញពេទ្យហើយជាមួយ IT ហើយគាត់ហ្នឹងគឺខិតខំប្រឹងប្រែងមែនតែននិយាយទៅនៅប្រទេសចិនគឺនិយាយទៅគាត់នឹងមិនហ៊ានមិនដូចខ្ញុំមានឱកាសរៀនចិនតាំងពីទូទេគឺគាត់មានន័យថាគាត់ទៅដល់ប្រទេសចិនហើយបានគាត់អាចរៀនភាសាចិនអញ្ចឹងណាហើយខ្ញុំពិតជាស្ងើចសរសើរគាត់ហើយគាត់តស៊ូរៀនរហូតដល់ចប់អ្នកទាំងអស់គ្នាដឹងហើយថាពេទ្យគឺជំនាញពេទ្យហ្នឹងគឺមិនមែនមានភាពងាយស្រួលទេត្រូវការរយៈពេលយូរយ៉ាងតិចគឺ6ឆ្នាំទៅ8ឆ្នាំដូចជាម៉ានអាទិត្យមុននេះគាត់ទៅតែផុសហើយគាត់ផ្ញើសារប្រាប់ខ្ញុំថាឡៅសឿខ្ញុំបានរៀនចប់ពេទ្យហើយគាត់អរគុណខ្ញុំថាអត់អីទេខំប្រឹងទៅរៀនចប់ហើយមកវិញគឺយើងយកចំណេះជំនាញដែលយើងបានរៀនពីប្រទេសចិនយកមកបម្រើសង្គមប្រទេសជាតិយើងអញ្ចឹងណាបាទហើយខ្ញុំពិតជាមានភាពសប្បាយរីករាយហើយអ្វីដែលធ្វើឲ្យខ្ញុំខិតខំប្រឹងប្រែងតស៊ូខ្ញុំគិតថាមនុស្សម្នាក់នៅលើโลกហ្នឹងគាត់សិតតែមានគេហៅថាកាតព្វកិច្ចអាហ្នឹងភាសាចិនណាគេថាភាសាចិនគេនិយាយថា每个人来到这个世上都有一个使命天生我材必有用ហើយលើโลกនេះម្នាក់ដែលមកលើโลกហ្នឹងគឺគាត់សិតតែមានកាតព្វកិច្ចដូចខ្ញុំអញ្ចឹងខ្ញុំមានឱកាសក្នុងការសិក្សារៀនសូត្រហើយមួយទៀតខ្ញុំជាកូនចៅចិនអញ្ចឹងខ្ញុំបានមានន័យថាទី1ការសិក្សារបស់ខ្ញុំគឺទី1ការខិតខំប្រឹងប្រែងរបស់ខ្ញុំមួយទី2គឺខ្ញុំមិនបំភ្លេចគ្រូឬក៏អាណាព្យាបាលដែលគាត់បានបង្ហាត់បង្រៀនខ្ញុំតាំងពីទូចហើយខ្ញុំបានយកចំណេះជំនាញដែលគាត់បានបង្ហាត់បង្រៀនខ្ញុំមកចែករំលែកទៅកាន់សិស្សរបស់ខ្ញុំផងដែរហើយអ្នកទាំងអស់គ្នាដឹងហើយគ្រូមួយលើโลกគាត់មិនដែលបរៀនសិស្សដែលឲ្យទៅប្រព្រឹត្តអំពើអាក្រក់អីទេអញ្ចឹងណាហើយយើងដូចគ្នាដែរគ្រូដែលបរៀនខ្ញុំបន្តទៀតខ្ញុំបរៀនកូនសិស្សបរៀនអ្នកដែលនៅជុំវិញខ្លួនខ្ញុំក៏ដូចគ្នាផងដែរអញ្ចឹងណាបាទ